អាទិភាពខ្ពស់បំផុតគឺបញ្ឈប់សង្គ្រាមកម្ពុជាថៃឲ្យបានឆាប់បំផុតនិងការពារប្រជាពលរដ្ឋស៊ីវិលលោកវ៉ាងវែងប៊ីនឯកអគ្គរដ្ឋស្ថានទូតចិនប្រចាំកម្ពុជាបានឲ្យដឹងនៅថ្ងៃទី15ខែធ្នូម្សិលមិញថាអាទិភាពខ្ពស់បំផុតគឺបញ្ឈប់សង្គ្រាមនិងការពារពលរដ្ឋស៊ីវិលលោកនិយាយដោយក្តីសង្ឃឹមថាភាគីទាំងកម្ពុជាថៃនិងអត់ធ្មត់ជាអតិបរមាចាត់គ្រប់វិធានការដើម្បីឈានទៅបទឈប់បាញ់ឲ្យបានកាន់តែឆាប់បំផុតដើម្បីកសាងសន្តិភាពនិងស្ថិរភាពនៅតាមព្រំដែននិងដើម្បីផលប្រយោជន៍ប្រជាជនបើតាមឯកអគ្គរដ្ឋទូតនៅភ្នំពេញប្រទេសចិនគឺនឹងបន្តធ្វើអ្វីៗគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីលើកកម្ពស់ការសន្ទនាឈានទៅកសាងសន្តិភាពហើយចិននឹងបន្តដើរតួនាទីស្ថាបនាតាមវិធីរបស់ខ្លួនក្នុងការនាំមកនូវបទឈប់បាញ់រវាងកម្ពុជាថៃដើម្បីកសាងសន្តិភាពការចេញសារអំពាវនាវរបស់លោកវ៉ាងវែនប៊ីនធ្វើឡើងក្រោយអ្នកនាំពាក្យក្រសួងការបរទេសចិនបានចេញសេចក្តីថ្លែងការណ៍ជំរុញឲ្យថៃនិងកម្ពុជាបញ្ឈប់ការបាញ់គ្នាជាបន្ទាន់ដើម្បីជៀសវាងសង្គ្រាមរីករាលដាលកាន់តែធំដោយចិនសន្យាថានឹងចូលរួមសម្របសម្រួលដើម្បីនាំយកសន្តិភាពមកវិញតាមរយៈប្រតិកម្មនេះមហាអំណាចចិនសង្ឃឹមថាកម្ពុជាថៃបញ្ឈប់ការប្រយុទ្ធគ្នានិងបន្ថយភាពតានតឹងឲ្យបានឆាប់បំផុតអ្នកនាំពាក្យក្រសួងការបរទេសចិនលោកគួរសៀងគុនបាននិយាយថាចិននឹងបន្តដោយមើលលើឆន្ទៈរបស់ភាគីទាំងពីរក្នុងការធ្វើឲ្យអស់ពីសមត្ថភាពដើម្បីជំរុញការចរចាដើម្បីសន្តិភាពនិងដើរតួនាទីស្ថាបនាតាមរបៀបរបស់យើងដើម្បីនាំមកនូវបទឈប់បាញ់និងការស្ដារសន្តិភាពរវាងប្រទេសទាំងពីរ